អ្នកសារព័ត៌មានជាដែនលោកអ៊ុងថាប់រាំងត្រូវបានតុលាការផ្តន្ទាទោសពន្ធនាគារតែទោសត្រូវបានព្យួរកាលពីម្សិលមិញថ្ងៃទី16ខែកក្កដាឆ្នាំ2026សាលាដំបងខេត្តបន្ទាយមានជ័យបានប្រកាសសារក្រមដោយសម្រេចផ្តន្ទាទោសលោកអ៊ុងថាប់រាំងដែលជានិពន្ធនាយកសារព័ត៌មានខ្មែរជាដែនដាក់ពន្ធនាគារកំណត់6ខែតែទោសនេះត្រូវបានព្យួរពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមបញ្ញត្តិមាត្រា305និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមបញ្ញត្តិមាត្រា494និង495នៃក្រមព្រហ្មទណ្ឌដោយគ្មានពិន័យជាប្រាក់ឬសំណងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋបវេណីឡើយលោកថាប់រាំងត្រូវបានដើមបណ្ដឹងដែលជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដាក់ពាក្យបណ្ដឹងទៅតុលាការក្រោយពេលដែលលោកបានចេញផ្សាយព័ត៌មាននៅលើគេហទំព័រ Facebook របស់សារព័ត៌មានខ្មែរជាដែនដោយបង្ហាញអំពីសកម្មភាពរបស់អធិការរូបនោះពាក់ព័ន្ធនឹងការធ្វើកំណត់ហេតុមិនប្រក្រតីលើករណីហិង្សាមួយលោកថាប់រាំងត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅថ្ងៃទី22ខែតុលាឆ្នាំ2025ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតឹងរ៉ឹងមួយចំនួនក្រោមបញ្ញត្តិមាត្រា223នៃក្រមនីតិវិធីព្រហ្មទណ្ឌកាលពីខែមករាឆ្នាំ2024លោកថាប់រាំងជាអ្នកសារព័ត៌មានអនឡាញមួយរូបដែលធ្លាប់រងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌទាំងពីរដូចគ្នានេះនៅក្នុងករណីដាច់ដោយឡែកមួយផ្សេងទៀតហើយត្រូវបានសាលាដំបងខេត្តបន្ទាយមានជ័យផ្តន្ទាទោសដាក់ពន្ធនាគារ6ខែប៉ុន្តែទោសត្រូវបានព្យួរនិងពិន័យជាប្រាក់2លានរៀលប្រមាណ$500អាមេរិកសាលាឧទ្ធរបាត់ដំបងបានតម្កល់សារក្រមនេះទុកជាបានការហើយមួយឆ្នាំក្រោយមកលោកត្រូវបានតុលាការកំពូលតម្កល់សាលដីការបស់សាលាឧទ្ធរទុកជាបានការដដែលប៉ុន្តែទម្លាក់ចោលការពិន័យជាប្រាក់បទចោទប្រកាន់នេះត្រូវបានធ្វើឡើងតាមរយៈបណ្ដឹងរបស់ប្រធានសាខាពន្ធដារខេត្តនិងប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតក្រោយពេលដែលលោកថាប់រាំងបានផ្សាយព័ត៌មានអំពីអំពើពុករលួយដែលប្រជាពលរដ្ឋអះអាងថាមន្ត្រីទាំងពីររូបនេះបានប្រព្រឹត្ត